ណាពុទ្ធកិច្ចទាំង5ទី1ពេលព្រឹកប្រងនិមន្តបិណ្ឌបាតទី2ពេលថ្ងៃប្រងទ្រង់សម្ដែងធម៌ឲ្យលោកយាយលោកតាទាយុទាយិកាស្ដាប់ទី3នៅពេលល្ងាចហ្នឹងព្រះអង្គអប់រំភិក្ខុសាមណេរដែលរស់នៅជាមួយនឹងឲ្យយល់ធម៌យល់វិន័យដល់ទៅទី4ពេលពាក់កណ្ដាលអាធ្រាត្រហ្នឹងព្រះអង្គទុកឱកាសឲ្យពពួកនៃទេវតាទាំងឡាយចូលមកធ្វើការសាកសួរធម៌អាសិក្ខាវិន័យឬបញ្ហាដែលខ្លួនមានភាពងឿងឆ្ងល់ប៉ុន្តែមកជួបពុទ្ធគឺដឹងតែពីសួររឿងធម៌អត់មានរឿងសួររឿងអីផ្សេងទេដល់ទៅទី5ពេលចិត្តភ្លឺព្រះអង្គទ្រង់ប្រមាលមើលនៅបនិស្ស័យសត្វសត្វណាគួរប្រុសសត្វណាមិនគួរប្រុសសត្វណាមាននិស្ស័យជាមួយនឹងសាវកសត្វណាមាននិស្ស័យជាមួយតថាគតសត្វណាមានឧបនិស្ស័យជាមួយនឹងនរណាគឺព្រះអង្គជ្រាបច្បាស់នៅឧបនិស្ស័យចំណុចទី4គឺមនុស្សមាន5ប្រភេទមនុស្សមាន5ប្រភេទហ្នឹងខ្លះទៅធ្លាប់មាន4ប្រភេទខ្លះទៅតែមាន5ប្រភេទមានប្រមាណមិនសំខាន់ទេប៉ុន្តែគឺនិយាយទៅដល់ចរិតរឹកពីនិយាយទៅដល់បុណ្យកុសលរបស់សត្វដែលមានឈ្មោះដោយសន្មតថាមនុស្សសបែតោណាមនុស្សសនិរិយកោមនុស្សសតិរិឆាណោមនុស្សសមនុស្សសោនិងមនុស្សទេវោបើនិយាយតាមន័យនិយាយតាមការមើលឃើញនិយាយតាមភាពជាក់ស្ដែងមនុស្សសពេតោនឹងមនុស្សខ្វះខាតណាមនុស្សខ្វះខាតមនុស្សស្មាទោសនិយាយទៅស៊ីចែកអញ្ចឹងក៏ថាបានដែរមនុស្សសតិរិឆាណោមនុស្សចូលចិត្តឆ្លោះណាបង្កើតបញ្ហាមនុស្សសនិរិយកោមនុស្សរកសេចក្តីសុខគ្មានមិនដឹងថាសេចក្តីសុខអ្មិចមិនដឹងថាធ្វើម៉េចដើម្បីបានសុខពីព្រោះវាអត់មានហេតុដែលនាំឲ្យបានសុខនឹងតែម្ដងនឹងបើយើងនិយាយពីលក្ខណៈរបស់មនុស្សប្រៀបជាមួយនឹងសត្វដែលរងទុក្ខវេទនានឹងមានឈ្មោះយ៉ាងហ្នឹងមនុស្សសោនឹងគឺមនុស្សអាចនិយាយថាមនុស្សអាត្មានិយមមនុស្សមិនខ្វល់ខ្វាយអំពីអ្នកដតីតែមិនធ្វើឲ្យលំបាកដល់អ្នកដតីនោះទេរីឯមនុស្សទេវោនឹងគឺសំដៅដល់មនុស្សដែលចេះជួយណាដឹងសុខដឹងទុក្ខអ្នកផងទាំងពួងរស់នៅមិនធ្វើឲ្យលំបាកដល់អ្នកដតីតែងតែធ្វើឲ្យអ្នកដតីនឹងសប្បាយរីករាយឬតែងតែធ្វើនៅអ្នកដតីនឹងឯងឲ្យមានភាពសុខដុមរមនាជាមួយនឹងខ្លួនផងបើនិយាយទៅតាមពាក្យដែលសម្រាយឬមួយក៏ដែលធ្វើការបកស្រាយឲ្យទៅចំន័យនោះណាមនុស្សទាំង5ប្រភេទនេះមនុស្សទី1គឺមនុស្សសបែតោហ្នឹងគឺមានខ្លួនជាមនុស្សតែមានចិត្តជាប្រែតមនុស្សសនិរិយកោមនុស្សមានខ្លួនជាមនុស្សតែមានចិត្តហ្នឹងជាសត្វនរកណាទី3ហ្នឹងមនុស្សសតិរិឆាណោមានខ្លួនជាមនុស្សក៏ប៉ុន្តែមានចិត្តជាដេរិឆានទី4មនុស្សសោនឹងមានខ្លួនជាមនុស្សមានចិត្តជាមនុស្សណាមនុស្សទី5ហ្នឹងមនុស្សទេវោមានខ្លួនជាមនុស្សក៏ប៉ុន្តែមានចិត្តជាទេវតាណាមានចិត្តជាទេវតាចំណុចទី6និយាយអំពីបុត្រនិយាយអំពីកូននៅក្នុងសង្គមមាន3ប្រភេទមានកូនអតិជាតិបុត្រមានកូនអនុជាតិបុត្រនិងមានកូនអវជាតិបុត្រកូនអតិជាតិបុត្រនឹងកើតក្នុងក្រុមគ្រួសារណាតែងតែធ្វើឲ្យក្រុមគ្រួសារនោះឯងមានភាពសុខដុមរមនាណាមានភាពសប្បាយរីករាយកូនអនុជាតិបុត្រនឹងគឺធ្វើតាមឱវាទដំបូន្មានពាក្យព្រានប្រដៅរបស់លោកឪពុកអ្នកម្ដាយកូនអវជាតិបុត្រនឹងគឺកូនធ្វើឲ្យក្រុមគ្រួសារជួបនៅគ្រោះភ័យណាធ្វើទុកបុកម្នេញធ្វើបាបវងតកូលក្រុមគ្រួសារមិនឲ្យសប្បាយរីករាយទេមានតែទុកកង្វល់មានតែផលលំបាកនឹងកូនជាអវជាតិបុត្រនឹងឯង